bà sư đây bông ôn bà là bông ôn đài trong bà chỉ châm cồn tia rồi chỉ châm tia cà pa anh ấy cái hai pui côn tia cà pa khinh bông ôn bà ở lỡ cứ nhưng mà bà ban chỉ châm dạ pê hai mặc hai chiếng bông ôn bà mặc hai chiếng hay mặc hai chiếng bà thường muốn viết ban bà hai chiếng môi mặc lâu cả lá bông ôn bà cứ pui tia cà pa khinh đấy cứ lọ mình trên bông ôn bà vì thông lươn bà hay dương chấm này ta cái tụ hay đang ở chấm này khác khác hay đang môi ở bà lại thom mà chiết phân nhớ mà còn bà trong bóng ôn ai tạ tinh u tia cà pa khinh ấy cho mình chỉ chấm bàn còn bà hơi cứ thông thông lõ mới tên bàสำหรับสุขภาพវាគឺវាធន់បាទបងប្អូនគឺវាអត់ងាយឈឺដូចទាកប៉ាយើងធម្មតាទេបាទដោយសារតែយើងទិញមកមានការចាក់វ៉ាក់សាំងបើអីបានត្រឹមត្រូវអញ្ចឹងបងប្អូនបាទហើយនេះបងប្អូនអើយបាទគូមើលទៅគួរឲ្យស្រឡាញ់មែនតើបងប្អូនបាទធំធំមែនតើបាទឡើងទលុកទលុនបាទចឹងបងប្អូនបាទសម្រាប់ការដែលបងប្អូនចង់ចិញ្ចឹមឬក៏ចង់ចង់បានពូជបានអីបាទបងប្អូនគឺអាចតាក់ទងមកបានបាទសម្រាប់វីដេអូនេះគឺខ្ញុំនឹងដាក់លេខទូរស័ព្ទនៅក្រោម comment បាទបងប្អូនអញ្ចឹងបាទបងប្អូនបាទឃើញហើយបាទសម្រាប់យើងអ្នកស្រុកស្រែចំការគឺយើងមានពេលវេលាខ្លះបាទសម្រាប់បងប្អូនគឺយើងត្រូវតែឆ្លៀតបាទយើងដាក់ទៅចិញ្ចឹមទៅបាទព្រោះនេះជាប្រភេទសត្វមួយដែលគេត្រូវការប្រចាំថ្ងៃដែរបងប្អូនបាទគឺឲ្យតែយើងមានច្រើនមានរបស់របរច្រើនហ្នឹងគឺគេអាចសួររកទិញហ៎បងប្អូនបាទបងប្អូនបាទល្អមែនទេបាទហើយនេះគឺខ្ញុំមិនមែនជាកសិដ្ឋានអីធំដុំទេប៉ុន្តែគ្រាន់ថាការលក្ខណៈចិញ្ចឹមបែបលក្ខណៈគ្រួសារបាទគឺបាទយើងដាក់ឲ្យតែទឹកឲ្យអីវាមានអនាម័យឲ្យបានត្រឹមត្រូវយើងសម្អាតអីចឹងបងប្អូនបាទហើយនេះគឺប្រភេទកូនដែលខ្ញុំដាក់បាទទូចបងប្អូនឃើញបាទអានេះបានរយៈពេលប្រហែលជា20ថ្ងៃទេបងប្អូនបាទហើយទម្ងន់វាគឺបាទល្អបងប្អូនបាទទម្ងន់ប្រហែលជាចិត្ត1គីឡូដែរបងប្អូនកុំឃើញទូអញ្ចឹងតែវាធ្ងន់បាទធ្ងន់មែនតើបាទល្អមែនតើឥឡូវនេះខ្ញុំកំពុងដាក់ចំណី AVC បាទហើយចំណីដូចខ្ញុំថាអញ្ចឹងគឺយើងមានកទួមានចំណីសម្រាប់លាយខ្លះអញ្ចឹងបងប្អូនបាទហើយដាក់ AVC បានហើយជាពិសេសគឺទឹកបាទទឹកគឺយើងត្រូវការផ្លាស់ប្ដូរជាប្រចាំថ្ងៃហើយក្នុង2ថ្ងៃអញ្ចឹងយើងអាចផ្លាស់ប្ដូរយើងអាចដាក់ថ្នាំដាក់អីជាងដើម្បីថែរក្សាសុខភាពវាបងប្អូនសូមបងប្អូនបើពេញចិត្តវីដេអូខ្ញុំកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងមួយផងបាទបងប្អូនបាទអរគុណច្រើន